រៀបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានថ្ងៃនេះខ្ញុំមានរឿងមួយរឿងពិតរបស់លោកគ្រូម្នាក់គាត់ជាគ្រូបង្រៀនខាងនៅក្រឹត្យការអូបេក្អមបាទជំនាន់ឆ្នាំពេលនោះគាត់មកជួបខ្ញុំគាត់ចង់ដាក់ថ្មិញហើយខ្ញុំពិនិត្យទៅក្នុងមាត់គាត់នោះមានថ្មិញនៅសល់តែប្រហែលជា2 3បាទហើយថ្មិញ2 3នោះមានអង្គើទៀតគឺទាំងអស់ហើយគាត់មានបញ្ហាហ្នឹងគឺគាត់ទី1គាត់ហូបអត់កើតសាបាយអត់កើតគឺគាត់ខាំទៅអាថ្មិញនៅសល់2 3ហ្នឹងវាបុកចាញ់ឡើងមុតក្បាលចាញ់គាត់ហើយគាត់ចេះប្រឹងកាពីញុំផ្សារបបោខ្លះអីខ្លះហត់ទៅទឹកហូបអត់បានស្គមគាត់នឹងបញ្ហាទី1បញ្ហាទី2គឺគាត់ការនិយាយស្ដីគាត់ជាគ្រូបង្រៀនហើយគាត់គ្រូបង្រៀនភាសាបារាំងទៀតអញ្ចឹងអាការបញ្ចេញសម្លេងរបស់គាត់បំណងសេហ្នឹងអត់ច្បាស់ដោយអាពាក្យដូចថា F ក៏អត់មានថ្មិញហ្នឹងយកមានចេញ F អីចេញទៅស្អីផ្សេងយកចេញទៅខ្យល់បាទអត់មានថ្មិញទុកបាទហើយដល់ចង់ទៅគ្រូសិស្សគេអូនត្អែថាគ្រូមកគ្រូម្ដងផ្សារប្រាំងខ្ញុំស្ដាប់អត់បានបើលោកគ្រូអត់ពីថ្មីជំរាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានថ្ងៃនេះខ្ញុំមានរឿងមួយរឿងពិតរបស់លោកគ្រូម្នាក់គាត់ជាគ្រូបង្រៀនខាងនៅក្រឹត្យការអូបេក្អមបាទជំនាន់ឆ្នាំពេលនោះគាត់មកជួបខ្ញុំគាត់ចង់ដាក់ថ្មិញហើយខ្ញុំពិនិត្យទៅក្នុងមាត់គាត់នោះមានថ្មិញនៅសល់តែប្រហែលជា2 3បាទហើយថ្មិញ2 3នោះមានអង្គើទៀតគឺទាំងអស់ហើយគាត់មានបញ្ហាហ្នឹងគឺគាត់ទី1គាត់ហូបអត់កើតសាបាយអត់កើតគឺគាត់ខាំទៅអាថ្មិញនៅសល់2 3ហ្នឹងវាបុកចាញ់ឡើងមុតក្បាលចាញ់គាត់ហើយគាត់ចេះប្រឹងកាពីញុំផ្សារបបោខ្លះអីខ្លះហត់ទៅទឹកហូបអត់បានស្គមគាត់នឹងបញ្ហាទី1បញ្ហាទី2គឺគាត់ការនិយាយស្ដីគាត់ជាគ្រូបង្រៀនហើយគាត់គ្រូបង្រៀនភាសាបារាំងទៀតអញ្ចឹងអាការបញ្ចេញសម្លេងរបស់គាត់បំណងសេហ្នឹងអត់ច្បាស់ដោយអាពាក្យដូចថា F ក៏អត់មានថ្មិញហ្នឹងយកមានចេញ F អីចេញទៅស្អីផ្សេងយកចេញទៅខ្យល់បាទអត់មានថ្មិញទុកបាទហើយដល់ចង់ទៅគ្រូសិស្សគេអូនត្អែថាគ្រូមកគ្រូម្ដងផ្សារប្រាំងខ្ញុំស្ដាប់អត់បានបើលោកគ្រូអត់ពីថ្មិញ